ខ្ញុំមានអីវ៉ាន់កម្រមកគ្រាប់បងប្អូនអរគ្នាជាប្រភេទពួក iPad Pro Chip M2 បងប្អូនអរគ្នាខ្ញុំនិយាយថាកម្រដោយសារប្រភេទនេះគឺប្រភេទពួក Wi-Fi ហើយ storage ធំប្រភេទពួក storage 256ហើយ Wi-Fi នេះគឺពិបាករកមែនតើសម្រាប់ប្រភេទពួក iPad Pro Chip M2 អានេះបងប្អូនអរគ្នាយកទៅលេងហ្គេមកាត់តវីដេអូគឺមួយឆ្ងាញ់កម្មវិធីកាត់តវីដេអូអីខ្ញុំធានាថាមួយឆ្ងាញ់ពួកអី Chip M2 វាដើរលឿនខ្លាំងមែនតើទោះបី design របស់វាមើលទៅដូច2020ក៏ពិតមែនតែអានេះវាសេរីខ្ពស់ជាងហើយ storage ធំហើយនេះយើងប្រើសំចៃមែនតើដោយសារតែវា Wi-Fi only អញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលមានតម្រូវការជាមួយនឹងមួយដើមនេះខ្ញុំមានតែមួយគ្រាប់ទេអីវ៉ាន់កម្រអាចមកតេស្តផ្ទាល់នៅហាងបានណាចង់យក project យកកម្មវិធីយកវីដេអូយកមកកាត់សាកក៏បានដែរបងប្អូនអរគ្នាអាចមកតេស្តបានអានេះគឺអីវ៉ាន់ដែលស្អាតណាបងប្អូនអរគ្នាខ្ញុំអត់បាន detail ឲ្យប៉ុន្តែខ្ញុំចង់បញ្ជាក់មួយម៉ាត់យ៉ាងខ្លីថាអីវ៉ាន់ស្អាតអត់មានកន្លែងស្ទើរទេថ្មអីក៏នៅសុខភាពល្អដែរអញ្ចឹងសម្រាប់បងប្អូនអរគ្នាចង់មកតេស្តផ្ទាល់អាចមកតេស្តបានទីតាំងពួកយើងនៅទូកកអូខេអរគុណច្រើន